រឿងខ្លាល្ងងចាញ់ប្រាជ្ញាទន្សាយមានសត្វខ្លាមួយក្បាលដាច់សង្វែកដើរចាប់សត្វអ្វីមិនបានសោះដើរទីឈរប្រទេសនឹងសត្វអកមួយដែលយំអអ៊ូអអ៊ូអអ៊ូអកនោះទុំនៅលើដើមឈើមួយដើមទុំនៅលើមាត់ត្រពាំងខ្លាក្រឡេកឃើញក៏គិតក្នុងចិត្តថាធ្វើដូចម្ដេចទើបចាប់អានេះបានទៅណោះបើវានៅខ្ពស់យ៉ាងនេះបើអញឡើងទៅច្បាស់ជាវាឃើញហើយទៅបាត់កាលណាទៅចាប់វាបានខ្លាក៏អង្គុយមើលកិច្ចកលសត្វអកនោះកាលណាវាទុំហើយផ្នែកវារំពៃមើលទៅត្រីក្នុងទឹកនិងមាត់ទឹកក្រែងមានត្រីបង្កៀងខ្លួនមកលើអាងនឹងហោះទៅចាប់ត្រីអើយត្រីឆាប់ផុសឡើងមកនឹងអាងយើងហោះទៅចាប់យកធ្វើចំណីយូរបន្តិចក៏មានត្រីមួយផុសលើទឹកអកក៏ស្ទុះទៅចាប់បានត្រីនោះយកមកធ្វើចំណីរបស់វាបានភ្លាមខ្លាឃើញអកធ្វើដូច្នេះក៏គិតក្នុងចិត្តថាយេអាអកនេះវាអង្គុយទៅស្ងៀមសោះស្រាប់តែមានត្រីហែលក្នុងត្រពាំងនោះហែលវាចាប់តែបន្តិចបានយកមកត្រអេះអេះហើយមិននើយហត់ប៉ុន្មានសោះមិនព្រួយដូចខ្លួនអញខំដើរស្វែងរកស្ទើស្លាប់មិនងាយបានខំអង្គុយច្រងកងក់ចាប់បានភ្លាមមិនចាំបាច់លូនក្រាបទៀតផងបើដូច្នេះអញធ្វើដូចអាអកនេះសិនវាស្រួលជាងខ្លាគិតដូច្នេះហើយក៏ដើរទៅមុខទៀតដើម្បីស្វែងរកបឹងឬត្រពាំងជាទីស្ងាត់ដែលមានត្រីច្រើនឬដើម្បីចាប់ធ្វើជាចំណីដើរកន្លះថ្ងៃហើយគ្មានឃើញត្រពាំងបឹងបួអីសោះវើយលុះវាដើរទៅមុខបន្តិចទៅដល់ទីបឹងកន្លែងស្ងាត់នៅមាត់បឹងនោះមានដើមឈើធំដុះជ្រងច្រាំងដ៏មានម្លប់ត្រឆៃល្មមទៅពឹងខ្លួនវាបានអញគួរឈប់សម្រាកនៅទីនេះសិនហើយដើម្បីឈប់ចាប់ត្រីមើលទៅបឹងនេះធំណាស់ប្រហែលជាមានត្រីធំជាច្រើនមិនខានទេនៅទីនោះមានបុរសម្នាក់ចងសន្ទូចមុនខ្លាទៅដល់ដោយចង់ឃើញសន្ទូចខ្លួនដែលរាយនៅឆ្ងាយបានស្រួលបុរសនោះរាយសន្ទូចរួចហើយមិនឈរមើលនៅដីទេក៏ឡើងលើដើមឈើដ៏ធំខ្ពស់នៅសំងំតែម្នាក់ឯងឡាឡាក្របីស៊ីស្រូវបងមិនសូវហ៊ានដេញក្របីស៊ីស្រូវបងមិនសូវហ៊ានដេញក្រពើក្នុងទឹកបងមិនសូវហ៊ានចាប់អ្នកក្រពើងាប់បាត់បងចាប់ឲ្យស្រីមើលឆើតការបានឡើងទៅលើដើមឈើហើយក៏ធ្វើដូចជាសត្វអកបរោះនោះលឺអអ៊ូក៏ក្រឡេកទៅឃើញខ្លាអង្គុយច្រហមហមនៅលើដើមឈើហើយធ្វើសំឡេងប្រាប់តាមសត្វអកគាត់មិនហ៊ានមាត់ថាអ្វីទេចាំមើលហើយនិយាយថាហើយអាខ្លានេះវាឡើងលើដើមឈើនៅមាត់បឹងតើវាចង់ធ្វើអ្វីចេះយូរបន្តិចមានត្រីជាច្រើនហែមកខ្លានោះទុះលោតទឹកប្រងឆ្លក់ទឹកឬសូខក់អូយោឆ្លក់ទឹកហើយអូបុរសនោះឃើញដូចនេះហើយសើចហើយស្រែកថាហាស្លាប់ទៅអាខ្លាធ្វើអីដូច្នេះខ្លាលឺហើយក៏ងើយឡើងលើក៏ឃើញបរោះនោះនៅលើចុងឈើក៏មានសេចក្តីអៀនខ្មាស់ខ្លាំងណាស់ស្ទើរស្លាប់ខ្លួនព្រោះមិនដែលបងកំណត់យ៉ាងនេះសោះសូម្បីតែមនុស្សក៏សោកយើងដែរតកំណត់រួចខ្លាក៏មានកំណត់ថាឥឡូវនេះមនុស្សនោះឃើញអញតែម្នាក់ឯងទេបើគាត់នឹងទៅដល់ផ្ទះគាត់នឹងនិយាយប្រាប់គេថែមទៀតគេនឹងដឹងកាន់តែច្រើនឡើងអញនឹងមានកើតនៅគេឈ្មោះអាក្រក់មិនខានបើដូច្នេះអញនឹងសោកគាត់កុំឲ្យនិយាយប្រាប់នរណាទៀតឡើយអើយខ្លាអ្នកអើយខ្ញុំបានជាចាប់ត្រីធ្វើដូចជាសត្វអកទៅវាមិនបានត្រីបានជាលងទឹកស្ទើរស្លាប់ខ្ញុំមានសេចក្តីខ្មាស់អៀនច្រើនណាស់បើដូច្នេះអ្នកសូមអាណិតខ្ញុំកុំនិយាយប្រាប់អ្នកណាទៀតអីខ្ញុំនឹងអរគុណសងគុណសក្ការៈអ្នកវិញបុរសនោះតបទៅវិញថាអ្នកហើយចុះខ្លាឯងចង់ឲ្យស្អីមកអញខ្ញុំនឹងសន្យារកសត្វមួយព្រឹកមួយយកមកជូនអ្នកនៅទីនេះរាល់ថ្ងៃបុរសនោះក៏ព្រមទទួលពាក្យសន្យារបស់ខ្លារួចហើយក៏វិលត្រឡប់ទៅផ្ទះវិញយើងព្រមទទួលយកសត្វនៅទីនេះឥឡូវនេះយើងត្រឡប់ទៅផ្ទះវិញហើយលុះព្រឹកឡើងបុរសនោះក៏មកទទួលសត្វពីខ្លាដែលបានសន្យាគ្នាសារកាកែវអើយស៊ីអីកងសារកាកែវអើយស៊ីអីកងស៊ីផ្លែដំបងរចិត្តគ្នាលេងឈើតសារកាកែវអើយស៊ីអីកងរូបរាងក៏សង្ហាសំឡេងក៏ពីរោះទៀតខ្ញុំអើយខ្ញុំសារកាកែវអើយស៊ីអីកងសារកាកែវអើយស៊ីអីកងអាខ្លាយើងមកដល់ហើយវើយនេះសត្វលោកឯងយកវាទៅចោះខ្លាក៏ពំសត្វនោះយកមកឲ្យបរោះនោះជាប្រកបដីមិនហ៊ានរំខានម្ដងណាឡើយកាលបើបរោះនោះបានសត្វយកទៅផ្ទះច្រើនថ្ងៃពេកណាស់នាងជាប្រពន្ធក៏ឆ្ងល់លុះវេលាយប់ស្ងាត់ក៏សួរប្តីថាអ្នកឯងទៅធ្វើដូចម្ដេចក៏បានសត្វមករកថ្ងៃយ៉ាងនេះណែ
ម្ដងសัตว์នេះម្ដងសัตว์នោះជ្រូកក៏មានក្តាន់ក៏មានឆ្លុះក៏មានខ្ញុំដាក់អន្ទាក់បានណាអ្នកតើអ្នកឯងធ្វើអ្វីបានខ្ញុំមិនជឿថាអ្នកដាក់អន្ទាក់បានសัตว์រាល់ថ្ងៃទេបុរសនោះក៏ភ្លេចពាក្យសន្យាដោយគិតថាខ្លានឹងមិនមកលបស្ដាប់ក៏ប្រាប់ប្រពន្ធរឿងហេតុដល់ចប់ហើយរឿងគឺវាបែបដឹងណាអ្នកសត្វខ្លាអីក៏ល្ងងខ្លាំងម្លេះអ្នកអើយប្រពន្ធនោះក៏ជឿប្តីលុះព្រឹកឡើងបរោះទៅយកសัตว์ពីខ្លាដោយសពមួយដងពេលទៅដល់ក៏ឃើញខ្លាអង្គុយក្រហមហមនៅកន្លែងនោះអ្នកឯងមកដល់ហើយអញនៅចាំនៅទីនេះយូរហើយអញនឹងស៊ីឯងត្បិតកាលឯងនិយាយគ្នាមុននោះអញហាមកុំឲ្យនិយាយប្រាប់គេតទៀតអញសុំឲ្យសัตว์មួយថ្ងៃមួយក្បាលឯងក៏ព្រមសន្យានឹងអញហើយឥឡូវមិនក៏ឯងនិយាយប្រាប់គេទៀតបុរសនោះក៏ភ័យភ្នែកស្លោឥតប្រកែកថាអ្វីទេគ្រាន់តែអង្វរទៅខ្លាវិញថាខ្លាឯងចង់ស៊ីក៏ស៊ីខ្ញុំចោះខ្ញុំឥតប្រកែកទេបានជានិយាយទៅហើយតែបើថ្ងៃហ្នឹងខ្ញុំស្លាប់ឬក៏រស់ខ្ញុំសូមជួបប្រពន្ធប្រាប់គេឲ្យគេដឹងផងខ្លាក៏ព្រមហើយនិយាយថាអ្នកឯងទៅក៏ទៅចោះតែឆាប់ត្រឡប់មកវិញអញដោះទឹកមាត់ចាំតែស្ងួតទឹកមាត់មិនឃើញអញនឹងទៅតាមស៊ីទាំងប្តីទាំងប្រពន្ធហើយទុកធ្វើអ្វីមនុស្សនិយាយមិនទៀងមិនគោរពពាក្យសម្ដីបុរសនោះក៏ទៅទាំងសោកសៅក្នុងចិត្តព្រោះតែបិទមាត់មិនចិត្តបានជាខ្លាវាស៊ីពេលទៅដល់ផ្ទះក៏ប្រាប់ប្រពន្ធរឿងហេតុកើតឡើងទាំងអស់ឥឡូវនៅមិនបានទេត្បិតខ្លាវានៅចាំតែនៅយូរវាមកស៊ីទាំងអស់គ្នាឥឡូវហើយនៅយូរមិនបានទេប្តីប្រពន្ធយំស្រណោះគ្នាទៅវិញទៅមកដោយស្ដាយគំនិតអ្នកអើយអ្នកប្តីក៏លេភរិយាពីភូមិស្រុកទៅតាមផ្លូវដើរបណ្ដាយមបណ្ដាក៏ដល់ពាក់កណ្ដាលផ្លូវក៏ប្រទះនឹងសុភេទន្សាយក៏សួរទៅបរោះនោះថាអ្នកឯងដើរទៅណាដើរផងយំផងយ៉ាងដូចឆ្នេះតើអ្នកមានទុកដូចម្ដេចដែរបរោះនោះរាយរាប់ប្រាប់ទន្សាយសពប្រការតាមហេតុទាំងអស់ដែលបានកើតឡើងទន្សាយក៏បានឆ្លើយតបទៅវិញថាបើដូច្នេះអ្នកឯងមិនបាច់ភ័យខ្លាចអីទេអ្នកឯងទៅរកតែចេកមួយស្និតមកទៅខ្លាចអីអាខ្លាកំព្រិលនោះបុរសនោះក៏ត្រេកអរណាស់ក៏ម្នីម្នេទៅរកចេកមួយស្និតហើយជូនទៅលោកសុភេទន្សាយថានេះចេកលោកទន្សាយខ្ញុំជូនលោកឲ្យតែលោកសុភេជួយខ្ញុំឲ្យរួចជីវិតផងចុះបន្តិចទៀតខ្លានឹងវាមករកខ្ញុំស៊ីហើយសុភេទន្សាយក៏និយាយប្រាប់បរោះនោះថាអ្នកឯងទៅជាមួយយើងមើលអាខ្លានោះឲ្យជាក់រួចសុភេទន្សាយរកមើលដំបូកមួយយ៉ាងខ្ពស់រួចឡើងខ្ញុំនឹងឡើងលើដំបូកនេះដើម្បីងាយស្រួលមើលឲ្យបានឆ្ងាយឯលោកទៅរកកន្លែងគួរសមដើម្បីលាក់ខ្លួនចោះឯខ្លាចាំបរោះនោះយូរពេកក៏ប្រាថ្នាតាមស៊ីទាំងពីរអ្នកប្តីប្រពន្ធខុសសន្យា2លើកហើយហើយអញខឹងណាស់មនុស្សនេះក៏ហក់អញម្ដងជា2ដងហើយអញនឹងទៅតាមស៊ីទាំងពីរអ្នកប្តីប្រពន្ធខ្លានោះវាក៏បានដើរមកម្នាក់ឯងតាមផ្លូវមកដល់ក្បែរដំបូកដែលសុភេទន្សាយនោះរស់នៅបរោះនោះឃើញក៏ប្រាប់ទៅសុភេទន្សាយថាវាមកជិតដល់ហើយលោកសុភេទន្សាយកុំមកទុកឲ្យវាមកជិតដល់សិនទៅខ្លាដើរមកកាន់តែជិតសុភេទន្សាយពុំជែកមួយក្នុងមាត់ហើយស្រែកក្រហមឡើងថាហេស៊ីខ្លា5មិនស្កម្មផ្ទៃបើបានស៊ីខ្លាមួយទៀតមិនដឹងល្អយ៉ាងណាទេស៊ីខ្លា5មិនស្កម្មផ្ទៃសត្វអីចេះក្រហមម្ដងហើយម្ដងទៀតយ៉ាងទួនបើបានស៊ីខ្លាមួយទៀតឡើងបំពង់កមិនដឹងស្រួលខ្លួនប៉ុណ្ណាទេខ្លាលើក៏ស្ទុះរត់មិនទាំងមើលក្រោយរត់បានឆ្ងាយបន្តិចក៏ប្រទះនឹងស្វាមួយក្បាលនៅលើចុងឈើស្វាឃើញខ្លារត់ក៏សួរទៅថាណែបងខ្លាបងឯងរត់ទៅណាមានការអ្វីមិនក៏ប្រញាប់ម៉េះទេប្អូនស្វាអើយមិនដឹងជាអាណាទេធំណាស់ស៊ីខ្លា5មិនឆ្អែតបានជាអញភ័យរត់ក្រែងវាស៊ីដោយទាំងអញទៀតបងឯងឃើញទេថាជាសត្វអ្វីទេឮតែសំឡេងវេតែប៉ុណ្ណោះស្វាក៏សួរទៀតថានោះត្រង់ណាដែរបងខ្លានៅមាត់ដំបូកធំក្បែរដើមពង្រោចិត្តភូមិឯណោស្វាក៏បន្ថែមទៀតថាប្រហែលបងសុភេទន្សាយទេដឹងចំណាំតែនៅត្រង់ហ្នឹងទេមិនមែនទេសម្ដីសុភេទន្សាយឯណាដូច្នេះនោះទេសុភេទន្សាយឲ្យបងទៅម្ដងទៀតទៅបងខ្ញុំជូនទៅបងខ្លាមិនព្រមទៅក៏និយាយប្រកែកថាទេបងស្វាក្រែងតែដល់នងបងស្វាឯងភ័យរត់ឡើងដើមឈើបាត់សល់តែខ្ញុំមិនស្លាប់ហើយទេហីស្វាក៏និយាយបន្តទៀតថាបើបងឯងខ្លាចខ្ញុំរត់ចោលខ្ញុំចងកន្ទុយខ្ចប់គ្នាតែម្ដងទៅខ្ញុំឡើងដើមឈើឯណារួចបើបងឯងចងខ្ចប់កន្ទុយនឹងខ្ញុំហើយនឹងទៅក៏ទៅតែកំរត់ចោលគ្នាវើយស្វានិងខ្លាក៏ចងកន្ទុយខ្ចប់គ្នាដើរតម្រង់ទៅដំបូកនោះលុះដើរជិតដល់បរោះនោះឃើញស្វានិងខ្លាមកជាមួយគ្នាចងកន្ទុយជាប់គ្នាទៀតនោះក៏ប្រាប់ទៅសុភេទន្សាយថាមកទៀតហើយម្ដងនេះមកទាំងខ្លាមកទាំងស្វាហើយចងកន្ទុយភ្ជាប់គ្នាទៀតខ្ញុំខ្លាចណាស់លោកសុភេទន្សាយអើយកុំខ្លាចអីចាំមើលវាមកជិតជាងនេះបន្តិចទៀតណាទន្សាយក៏បញ្ចុកជែកក្នុងមាត់ឲ្យពេញដល់ខ្លានិងស្វាមកជិតដល់ស្វាក៏សួរទៅខ្លាថាត្រង់ណាបងខ្លា
ត្រង់នឹងហើយនោះហាមាត់ស្រែកពីលើកំពូលដំបុកនឹងមកសុភេទន្សាយពំជ័យក្នុងមាត់រួចរាល់ហើយក៏ស្រែកថាយើអាស្វាក្រញាញ់ចំពាក់បំណុលអញ 4-5 ឆ្នាំហើយនឹងព្រមសងដឹកអាខ្លាសង្គមនេះមកទៀតមកចង់កាត់កងដោះបំណុលហើយមើលទៅហេមើលមេយិតអាស្វានេះទេបងខ្លាមិនពិតទេខ្លាលឺដូច្នេះក៏ស្ទុះរត់ទៅស្វាខាត់ក៏ពុំស្ដាប់បងខ្លាជប់សិនបងខ្លាឈប់បងហើយខ្លាក៏គិតក្នុងចិត្តថាអាស្វានេះវានាំអញមកកាត់បំណុលវាតាបងខ្លាជប់សិនបងខ្លាខ្ញុំឈឺណាស់បងស្វាឈឺបងអញមិនឈប់ទេស្វាគិតក្នុងចិត្តថាអាស្វានឹងវាយកអញមកដោះបំណុលវាតាបានវាខំនិយាយនឹងអញយ៉ាងនេះខ្លារត់ទៅឆ្ងាយដល់ស្វាក៏កាត់ឈើនឹងដីស្លាប់ខ្លួនបាត់ទៅដោយពាក្យចាស់ពោលថាអណ្ដាតជាអាចកន្លងបានសពទុកផងក៏ព្រោះអណ្ដាតសូមអរគុណសម្រាប់ការតាមដានទស្សនាតាំងពីដើមរហូតដល់ចប់សូមអរគុណរឿងសារិកាកែវឆ្លាតវៃអ្នកថ្ងៃស្អែកនេះខ្ញុំចេញទៅបរបាញ់សត្វនៅក្នុងព្រៃធំអ្នកជួយរៀបចំបាយទឹកពីព្រឹកបន្តិចទៅខ្ញុំបានប្រាប់អ្នកយូរណាស់មកហើយថាទិបរបាញ់សត្វនៅទីនោះព្រោះសម្បូរសត្វព្រៃច្រើនណាស់បើទៅតាមខ្ញុំតាំងពីយូរណាស់ម្លេះពេលនេះយើងបានប្រាក់ច្រើនណាស់មកហើយយីចុះស្អែកនេះយើងទៅបរបាញ់នៅព្រៃធំហើយតាអ្នកនៅរអ៊ូអីទៀតត្រៀមតែបាយឲ្យច្រើនទៅរឿងនេះក៏បានលើដល់សារិកាកែវមួយដែលទុំនៅលើម៉ែឈើក្បែរផ្ទះព្រានព្រៃនោះសារិកាឮដូច្នេះបារម្ភខ្លាំងណាស់អូព្រះអើយប្រកាសជាមានគ្រោះថ្នាក់ខ្លាំងណាស់ហើយអត់ទេយើងត្រូវតែទៅប្រាប់មិត្តឲ្យបានដឹងសិនសារិកាបានយករឿងព្រានព្រៃចង់ចូលទៅបរបាញ់សត្វនៅក្នុងព្រៃទៅប្រាប់មិត្តសម្លាញ់របស់វាអ្នកទាំងអស់គ្នាខ្ញុំមានដំណឹងប្រាប់អ្នកទាំងអស់គ្នាព្រានព្រៃនឹងប្រពន្ធនឹងមកបរបាញ់សម្រាប់ពួកយើងយកទៅលក់ដូរយកលុយនៅថ្ងៃស្អែកនេះហើយពួកយើងអត់ទេពួកយើងត្រូវធ្វើយ៉ាងម៉េចទេពួកយើងមិនតន់ចង់ស្លាប់ទេមែនហើយបងខ្ញុំមិនតន់ចង់ស្លាប់ទេតើវាជាថ្ងៃបញ្ចប់របស់ពួកយើងហើយមែនទេកុំបារម្ភអីអ្នកទាំងអស់គ្នាប្រសិនបើពួកយើងចង់លើបន្តជីវិតពួកយើងត្រូវតែតស៊ូរៀបរាប់ផែនការដើម្បីដោះស្រាយបញ្ហានេះគិតយ៉ាងម៉េចដែរប្រសិនបើពួកយើងនាំគ្នាបញ្ឆោតនៃព្រាននោះឲ្យទៅរកកន្លែងសត្វតោកំណាច់នោះទៅសត្វទាំងអស់គិតពីគ្រោះគ្នាបែងចែកគ្នាដើម្បីគេចផុតពីដៃព្រានព្រៃសារិកាជាអ្នកតាមដានព្រានព្រៃកណ្ដោជាអ្នករត់កាត់និងជួយគ្នាអណ្ដើកជាអ្នកបង្អាក់ដំណើរព្រានចំណែកឆ្លុះជាអ្នកបញ្ឆោតព្រានឲ្យពីកន្លែងតោអ្នកអើយរៀបចំចំណីអាហាររួចរាល់ហើយឬនៅព្រឹកណាស់ហើយចាអ្នករួចរាល់ហើយតោះយើងលុះតែព្រឹកឡើងព្រានព្រៃនិងប្រពន្ធរៀបចំព្រួយធ្នូដើរសម្ដៅទៅព្រៃធំមកដល់ក្នុងព្រៃក្បែរមាត់បឹងប្រពន្ធព្រានព្រៃឃើញអណ្ដើកវាកើមក៏ស្ទុះទៅចាប់អណ្ដើកទាំងសប្បាយចិត្តហើយប្រាប់ប្តីថាអូអ្នកអើយអណ្ដើកនេះថតល្អណាស់តែប៉ុណ្ណេះឆ្ងាញ់មាត់ហើយយើងអូអ្នកអើយទេខ្ញុំមានជំងឺឆេះមិនឆ្ងាញ់ទេអ្នកយីអ្នកទៅចាប់យកមកពីណាបានធំល្អម្ល៉េះពេលនោះសារិកាដែលទុំនៅលើម៉ែឈើក្បែរនោះស្រែកប្រាប់ព្រានព្រៃភ្លាមថាឈប់បងព្រានអើយកុំទៅស៊ីអាអណ្ដើកនេះអីមើលចង់វាតូចណាស់គ្មានសាច់ទេឡាញ់វាទៅបើបងចង់បានខ្ញុំនឹងនាំបងទៅកន្លែងដែលមានឆ្លុះថប់សាច់ណែនវិញណាបងអេមែនតាអណ្ដើកនេះគ្មានសាច់គ្មានឈាមអីទេប្រពន្ធព្រានព្រៃឮដូច្នេះមានចិត្តលុបលន់ក៏លែងអណ្ដើកនោះទៅមែនតាយើងប្រមាញ់ក្តាន់វិញល្អជាងសបោសាច់មានជាតិទៀតផងតោះអ្នកទៅតាមសារិកាដើម្បីបាញ់ឆ្លុះវិញប្រពន្ធព្រានព្រៃឮដូច្នេះមានចិត្តលុបលន់ក៏លែងអណ្ដើកនោះទៅឯណាទៅសត្វឆ្លុះនោះចាំសិនទៅមើលបន្តិចទៀតនឹងឃើញហើយឆ្លុះនឹងកណ្ដុរនាំគ្នាលុបស្ដាប់ហើយនាំគ្នារៀបចំល្បិចបន្តទៀតទៅសារិកាហានាំផ្លូវព្រានព្រៃហើយនាំចូលព្រៃធំតែផ្លូវដែលវានាំទៅនោះជាកន្លែងដែលសត្វតោស្នាក់នៅដើរយូរហើយនៅមិនតាន់ដល់ទៀតដើរតាមខ្ញុំមកឲ្យលឿនឡើងមិនចឹងទេឆ្លុះនោះវារត់ទៅឥឡូវបាត់ហើយឆ្លុះនឹងជ្រូកព្រៃនាំគ្នាទៅពួននៅផ្លូវខាងមុខចាំស្ទាក់ផ្លូវព្រាននោះពួកគេមកជិតដល់ហើយត្រៀមខ្លួនទៅយើងព្រានព្រៃនឹងប្រពន្ធនាំគ្នាដើរតាមសារិការហូតដល់កន្លែងមួយដែលឆ្លុះរងចាំទីនោះនៅក្បែរជំរករបស់សត្វតោឯណាទៅសត្វឆ្លុះនោះមិនមិនឃើញដើរមកយូរហើយមិនឃើញសោះចឹងឆ្លុះធ្វើជាចេញបង្ហាញខ្លួនឲ្យព្រានព្រៃឃើញព្រានបំរុងនឹងបាញ់ឆ្លុះទៅហើយតែសារិកាបន្ថែមថាបងព្រានឆ្លុះនេះតូចណាស់បងកុំបាញ់នាំតែសត្វធំផ្អើលអស់ទេបងតាមខ្ញុំមកនៅខាងមុខដល់កន្លែងគោព្រៃហើយបងចាំបាញ់គោព្រៃវិញល្អជាងបងពេលនោះប្រពន្ធព្រានព្រៃមើលឃើញតោឈ្មួយឈរបែរខ្នងប្រពន្ធព្រានព្រៃស្មានតែគោព្រៃក៏ហៅប្តីឲ្យទីបាញ់អូអ្នកអើយស្អីនោះប្រកាសជាគោព្រៃមិនខានទេវ៉ាវធំណាស់ស្អីគេចេះប្រកាសជាគោព្រៃមិនខានទេ
តោលីដូចនេះក៏គិតក្នុងចិត្តថាមើលទៅចំណៃយើងចិត្តមករកយើងដោយខ្លួនឯងហើយតាថ្ងៃនេះយើងនឹងបានអាហារឆ្ងាញ់មាត់មិនខានទេតោធ្វើជាដើរចេញទៅឆ្ងាយបញ្ឆោតឲ្យព្រានព្រៃដើរបាញ់ពីក្រោយបួងលួងចិត្តព្រានព្រៃឲ្យតាមទៅដល់ជំរករបស់ខ្លួនដើម្បីងាយស្រួលសង្គ្រប់ចាប់ព្រានព្រៃស៊ីជាចំណីបាញ់បានហើយព្រានបំរុងនឹងបាញ់សត្វតោម្ដងទៀតតោងាកមកសង្គ្រប់ព្រានព្រៃយ៉ាងឆាប់រហ័សម៉ែអើយគោព្រៃឯណាលោកអើយតោសោះរត់សិនហើយវើយព្រានព្រៃភ័យណាស់ខំរត់ឲ្យលឿនរត់យ៉ាងណាឲ្យផុតពីចង្កូមរបស់សត្វតោជួយផងជួយផងរីឯប្រពន្ធព្រានព្រៃវិញជ្រូកព្រៃឆ្លុះអណ្ដាតសារិកាក៏ភ័យនាំគ្នារត់គេចចេញពីកន្លែងនេះមិនហ៊ានងាកក្រោយហេមកវិញភ្លាមពួកអាសត្វចង្រៃមកវិញភ្លាមតោមិនបានដេញតាមប្រពន្ធព្រានព្រៃទេវាដេញតាមតែព្រានព្រៃម្នាក់គត់យីស្អីចេះអូសត្វតោឈប់ដេញយើងទៅអាតោចង្រៃលីព្រានខំរត់ទាំងប្រដាប់ត្រដួសតាក់នឹងបន្លារបួសពេញខ្លួនតែដោយសារតែភ័យខ្លាចសេចក្តីស្លាប់មកដល់រត់ទាំងប្រដាប់ត្រដួសមិនងាកក្រោយតតែសោះរត់ទៅមុខទៀតអូយឈឺណាស់អូយព្រានរត់មិនងាកក្រោយពេលរត់ទៅដល់កន្លែងមួយមានរូងដីព្រានរត់មិនបានមើលក៏ធ្លាក់ចូលបោកក្បាលនឹងថ្មស្លាប់បាត់ទៅនេះជាកម្មពីរបស់ព្រានដែលតែងតែបរបាញ់សម្រាប់សត្វព្រៃចំណីរបស់យើងទៅណាបាត់ហើយចាប់តាំងពីពេលនោះមកសត្វទាំងអស់រស់នៅយ៉ាងមានសេចក្តីសុខមិនមានការគំរាមកំហែងពីព្រានព្រៃកំណាចតរៀងមករឿងក្រពើនិងអ្នកបរទេះកាលពីព្រៃនេមានសត្វក្រពើមួយក្បាលអាស្រ័យរស់នៅក្នុងបឹងជិតភូមិមួយបឹងប៉ប៉ុណ្ណាណីក្រពើមានតែអាំងមួយបើត្រីខ្យងក្តាមអីវាមានគ្នាទៅចែកលេងឯងនេះអត់មានគ្នាទៅចែកលេងសោះលុះដល់រដូវប្រាំងទឹកឡើងក៏រីងស្ងួតអស់ក្រពើនោះនៅពុំបានក៏វេលឡើងលើគោកដើរត្រាច់ចោលរកកន្លែងដែលមានទឹកផ្សេងទៀតកាលនោះតាចាស់ម្នាក់បរទេះមកឃើញក្រពើវេលនៅលើតាមផ្លូវក្រពើឃើញតាចាស់ក៏និយាយទៅកាន់តាចាស់ថាតាអើយតាមានយកទឹកមកតាមខ្លួនទេឲ្យខ្ញុំសុំផឹកទឹកផងខ្ញុំវេលទៅមុខឡើងរួចហើយទេតាមិនហ៊ានយកទឹកទៅឲ្យឯងផឹកទេតាខ្លាចឯងស៊ីណាស់តាខ្លាចក្រពើសឹងអីហើយកុំខ្លាចខ្ញុំអីខ្ញុំក្រពើស៊ីត្រីទេឥឡូវនេះរកត្រីស៊ីមិនបានទេតាអើយបានស៊ីមនុស្សក៏បានដែរថាម៉េចឯងចង់ស៊ីមនុស្សផងហីមិនបានទេអញទៅហើយឈប់សិនតាស្ដាប់ខ្ញុំសិនខ្ញុំនឹងរកត្រីស៊ីមិនបានបើបានស៊ីកំពឹសក៏បានដែរខ្ញុំមិនដែលស៊ីមនុស្សទេតាឯងចង់ស៊ីកំពឹសទេអីតាខំតែភ័យលីសូស៊ីមនុស្សក៏បានមុនដឹងតាផឹកទឹកអស់ទៅហើយសល់តែបំពង់ទៅទេនឹងហើយចាឯងទៅណាទៅណីហើយឲ្យតាជួយយ៉ាងម៉េចទៅខ្ញុំនេះរកទីអាស្រ័យពុំមានទេគឺបឹងដែលខ្ញុំធ្លាប់រស់នៅនោះទឹកវារីងស្ងួតអស់ទៅហើយរស់នៅតទៅទៀតមិនបានទេទើបខ្ញុំនឹងខំស្វែងរកបឹងស្ទឹងទន្លេ2-3ថ្ងៃហើយតែរកវេពុំបានសោះចៃដន្យខ្ញុំក៏ជួបលោកតាសូមតាជួយខ្ញុំរកកន្លែងដែលមានទឹកជ្រៅហើយដាក់ខ្ញុំនៅកន្លែងនោះចុះតាក៏ព្រមតាមក្រពើទើបដោះគោចេញពីនឹមហើយលើកក្រពើឡើងហើយដាក់សណ្ដូកលើទូករទេះក្រពើមិនទុកចិត្តខ្លួនឯងក៏ឲ្យតាយកខ្សែចងខ្លួននឹងទូករទេះតាដាក់ខ្ញុំអញ្ចឹងខ្ញុំខ្លាចតែធ្លាក់ទេចេះចុះតាជួយចងខ្ញុំនឹងទូករទេះនេះទៅបើឯងខ្លាចធ្លាក់ចឹងតាចងហើយត្រមបន្តិចទៅចឹងតាក៏ធ្វើតាមក្រពើស្រេចហើយតាក៏ទឹមគោបរទេះចេញទៅលុះដល់ទីបឹងមួយមានទឹកជ្រៅតាក៏បញ្ឈប់រទេះដោះគោចេញហើយស្រ័យខ្សែចេញពីក្រពើបឹងនេះមានទឹកហើយវើយចូលចៅឯងលោតទៅនៅបឹងនេះចុះឯក្រពើជាសត្វមិនដឹងគុណគេឃ្លានអាហារដែលអត់មកជាយូរថ្ងៃហើយក៏និយាយទៅកាន់តាថាតាឯងនេះចងយើងភ្ជាប់ទៅនឹងទូករទេះឲ្យយើងរងទុក្ខវេទនាជាពន់ពេកណាស់ចឹងតាឯងគួរតែឲ្យគោមួយមកយើងស៊ីដើម្បីសងជំងឺចិត្តយើងទៅតាឯងនឹងរួចទោសបើមិនឲ្យគោយើងស៊ីយើងនឹងស៊ីតាឯងឥឡូវនេះហើយតានោះឮក្រពើនិយាយហើយផិតភ័យណាស់ទើបស្ដីអង្វរថាណែចៅក្រពើខ្ញុំខំដឹកឯងរកបឹងខ្ញុំនេះមានគុណលើឯងទេតើម្ដេចបានជាឯងចង់ស៊ីខ្ញុំទៅវិញបើដូច្នេះខ្ញុំមិនសុខចិត្តទេខ្ញុំនឹងរកចៅក្រមមកជួយវិនិច្ឆ័យកាត់ក្តីរឿងនេះសិនចាំប្រតិបត្តិទៅតាមនឹងចោះតានោះបានជែកទុំមួយស្និតក៏ដើរទៅរកចៅក្រមដើរទៅក៏ជួបនឹងទន្សាយកមួយនៅលើដំបូកទន្សាយក្រឡេកឃើញតាមានជែកដើរកាត់ព្រៃចូលមកក៏សួរតាថា
តាអើយតាឯងដូចជាសោកសៅដល់ហើយសុខទុក្ខយ៉ាងណាចូលមកតាក៏បាននិយាយរឿងខ្លួននឹងក្រពើដែលបានកើតហេតុនឹងគ្នាក៏ប្រាប់ទន្សាយនោះសពប្រការទន្សាយនោះស្ដាប់យល់ហេតុការក៏ថាយីអាសត្វក្រពើនេះជាសត្វមិនដឹងគុណតាឯងតតែសោះខ្ញុំសុខចិត្តធ្វើជាចៅក្រមកាត់ក្តីឲ្យតាឯងទៅចុះតាកំភៃអីឲ្យតែចេកនេះមកខ្ញុំស៊ីសិនមកសំទឺជាមួយគ្នាតានោះក៏ឲ្យចេកមួយស្និតទៅទន្សាយបរិភោគចេកអស់ហើយក៏ដើរទៅកាន់មាត់ទឹកនោះណែចៅក្រពើចៅឯងវង្វេងក្នុងព្រៃទៅណាទៅណីបានតានេះឲ្យដោយសារមកជាមួយឥឡូវបានដល់ទីសំគួរនឹងអាស្រ័យទៅហើយម្ដេចចៅវេខ្នោះសងគុណចង់ស៊ីគាត់ទៅវិញតើគាត់ធ្វើទុកទោសអ្វីដល់ចៅឯងនេះណែលោកសុភីទុនសាយតានេះគាត់ឲ្យខ្ញុំមកដោយសារជាមួយក៏ពិតមែនតែគាត់ធ្វើបាបខ្ញុំខ្លាំងណាស់គាត់ចងខ្ញុំទៅនឹងទូករទេះនេះខ្លាំងពេកស្ទើរតែដកខ្លួនដកដង្ហើមមិនបានគាត់ធ្វើទុកខ្ញុំយ៉ាងនេះបានជាខ្ញុំខឹងឲ្យគាត់ប្រគល់គោមួយមកឲ្យខ្ញុំស៊ីបើគាត់មិនព្រមឲ្យគោនោះទេខ្ញុំនឹងស៊ីគាត់វិញមើលតាឯងចងគេខ្លាំងហួសបានជាគេខឹងអញ្ចឹងចុះតាឯងមិនដេចបានចងគេខ្លាំងយ៉ាងនេះគ្នារកតែរើខ្លួនមិនបានផងទេខ្ញុំមិនបានចងគាត់តឹងខ្លាំងទេចងល្មមតែជាប់កុំឲ្យធ្លាក់តែប៉ុណ្ណោះឯងខាងចោបថាចងខ្លាំងពេកឯខាងចម្លើយថាចងល្មមពាក្យអ្នកទាំងពីរអ្នកនេះគ្មានអ្នកណាជាកសិនសាក់សីទេបើដូច្នេះត្រូវចៅក្រពើឯងវាឡើងទូករទេះវិញឲ្យតាចងម្ដងទៀតយើងនឹងមើលឲ្យដឹងថាតឹងឬធូរយ៉ាងណាទៅកាត់ទឹកដីនេះយុត្តិធម៌បានឯក្រពើជាសត្វល្ងងខ្លៅក៏វាក្រាបឡើងលើទូករទេះឲ្យតានោះចងដូចមុនតាក៏យកខ្សែចងក្រពើដូចមុនវិញមើលចៅក្រពើតាគាត់ចងតឹងយ៉ាងនេះឬទេលោកម្ចាស់តាគាត់ចងខ្ញុំខ្លាំងណាស់បើចងតែប៉ុណ្ណឹងខ្ញុំទៅខឹងអ្វីមិនដល់ទេតាទីកាប់កូនឈើយកមកធ្វើកូនកំព្រែរឹតថែមទៀតតានោះក៏ធ្វើតាមហើយរឹតត្បែងទាំងមុខទាំងក្រោយមួយទំហឹងដៃឯក្រពើនោះត្រូវគេរឹតនឹងត្បែងសិនដកដង្ហើមមិនបានក៏ឆ្លើយថាលោកម្ចាស់នឹងហើយកាលពីលើកមុនគាត់ចងខ្ញុំតឹងយ៉ាងនេះឯងតឹងសឹងដកដង្ហើមមិនបានសូមលោកម្ចាស់ជាសាក្សីមើលទៅចុះតើអ្នកណាខុសអ្នកណាត្រូវលោកម្ចាស់ទុនសាយឃើញក្រពើរើខ្លួនពុំរួចហើយទើបបង្កប់តានោះថាតានៅចាំអីទៀតពូថៅនៅនឹងដៃយកមកបុកក្បាលវាមកមកអាខ្មោចសត្វអកតញ្ញូពុំដឹងគុណគេអញ្ចឹងនេះតាចាស់បានឱកាសទុនសាយប្រាប់ដូច្នេះកាប់ជាកំណាត់តូចធំជាច្រើនឈប់កាប់ខ្ញុំទៅតាខ្ញុំដឹងខុសហើយតាឈប់កាប់ខ្ញុំទៅតាខ្ញុំឈឺណាស់ខ្ញុំដឹងខុសហើយក្រពើក៏លងនៅក្តីអន្តរាយហោរឿងទុនសាយចង់ស៊ីចេកកាលពីដើមមានសត្វទន្សាយមួយក្បាលរស់នៅក្នុងព្រៃថ្ងៃមួយសត្វទន្សាយមួយក្បាលនោះអាស្រ័យចំណីអាហារដោយស្លឹករុក្ខជាតិនិងមើមរុក្ខជាតិផ្សេងធ្វើជាអាហារដំណើរពីដូនចាស់ម្នាក់ទូលចេកដើរកាត់ព្រៃដែលសត្វទន្សាយរស់នៅដើម្បីយកចេកទៅលក់នៅភូមិមួយទៀតតាំងពីយូរមកអញមិនដែលបានស៊ីចេកទេបើអញបានស៊ីចេកម្ដងមិនដឹងជាឆ្ងាញ់យ៉ាងណាទេដូចនេះហើយទន្សាយបានធ្វើពុតជាស្លាប់ដើម្បីឲ្យដូនចាស់លើកដាក់ទៅលើល្អីនិងបានឆៃចេកដូនចាស់ឲ្យអស់តែម្ដងដូចចាស់ដើរដល់ឃើញទន្សាយធ្វើពុតជាដេកគិតថាទន្សាយនោះស្លាប់ក៏បានលើកទន្សាយនោះដាក់លើចេកហើយគិតថាតាអើយតាវេឯងឆ្ងាញ់មាត់ហើយពេលនេះខ្ញុំនឹងកាប់ទន្សាយនេះឆាក្តៅខ្លាំងទឹកត្នោតជូរឲ្យណានៃម្ដងគិតរួចហើយដូនចាស់បានធ្វើដំណើរចេញទៅហើយទន្សាយដែលបានធ្វើពុតជាដេកស្លាប់នោះក៏បានស៊ីចេកដូនចាស់នោះរហូតអស់ពីល្អីរួចមកក៏លោតចូលទៅក្នុងព្រៃបាត់ស្រមោលចំណែកដូនចាស់ពេលទៅដល់ផ្ទះដាក់ល្អីចុះពីលើក្បាលពុំឃើញទន្សាយហើយចេកក៏អស់ដូនចាស់គិតក្នុងចិត្តថាអើយអញមិនគួរចាញ់បោកអាទន្សាយនេះសោះរឿងនិទាននេះផងដែរសបញ្ជាក់ឲ្យឃើញថាការលុបលន់នឹងទទួលនៅការបរាជ័យរឿងវិតមុនជប់មនុស្សមាននិទានមួយដំណាលថាមានបុរស4នាក់ទិស្វែងរកសិលវិជ្ជាពីឥសីម្នាក់ដែលរស់នៅក្បែរនគរចន្ទសិលាបុរសទាំង4នាក់នោះបានទៅសុំឥសីរៀនសិលវិជ្ជា
Mình ấy thì cháu tiếng bún nè ai riêng với chia đi bàn bộ rót tiếng bún nè có bàn sông lục ta riêng với chia ca mà nè mà đòn lục ta cháu sông riêng với chia chúc ở cát chia rụp riêng mà đâu lục ta cháu sông riêng với chia lạ sầm rách rụp riêng mà đâu lục ta cháu sông riêng với chia thưa ao mà đâu sát miên sạch chiêm nâng po sầm bo sọt sạt lục ta chấm nách ai nhom cả na sông riêng với chi chúc ao mà đâu chỉ mà đâu nâng che để dây sợi đầyក្រោយពីបរោះទាំង4នាក់សុំរៀនវិជ្ជាពីលោកតាមនីអេសីរួចលោកតាមនីអេសីក៏បានបង្ហាត់បង្រៀនវិជ្ជាទាំងនោះដល់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃពួកគេខំប្រឹងរៀនសូត្រនៅវិជ្ជាដែលលោកតាបានបង្រៀនរៀងខ្លួនដោយខិតខំព្យាយាមអស់ពីកម្លាំងកាយកម្លាំងចិត្តនិងស្មារតីសិក្សានៅវិជ្ជារៀងខ្លួនដែលលោកតាបានបង្ហាត់មិនយូរប៉ុន្មានបុរសទាំង4នាក់បានក្រាបលាសំពះលោកតាអេសីទៅស្រុកវិញនៅពេលធ្វើដំណើរដល់ពេលល្ងាចក៏បានឈប់សម្រាកនៅក្នុងព្រៃមួយគឺទីនោះមានខ្លាកាចសាហាវជាលោកសោះពួកយើងគួរតែយកឈើមកធ្វើជាមនុស្សស្រីម្នាក់មកដេកកំដរពួកយើងលុះគិតគ្នារួចរាល់បុរសម្នាក់បានយកឈើមកជប់ធ្វើជាខ្លួនប្រាណមនុស្សស្រីបុរសម្នាក់ឆ្លាក់រចនាសម្រាប់ចេញជារូបរាងមនុស្សឲ្យល្អសពរាងកាយបុរសម្នាក់សូត្រមន្តគាថាឲ្យឈើដែលឆ្លាក់ជារូបមនុស្សនោះឲ្យមានសាច់ឈាមនិងពណ៌សម្បុរល្អស្អាតផូរផង់ឬឯបុរសម្នាក់ទៀតសូត្រមន្តគាថាជប់ឲ្យបុរសជាមនុស្សចេះនិយាយស្ដីកាលដែលបុរសទាំង4នាក់យកឈើមកធ្វើឲ្យកើតជាមនុស្សស្រីបានសម្រេចហើយពួកគេក៏ដណ្ដើមគ្នាយកស្រីនោះជាភរិយារៀងខ្លួនពួកគេប្រកែកគ្នាទៅវិញទៅមកមានអ្នកជំរុំជម្រះសម្រេចឲ្យសោះទើបនាំគ្នាទៅរកមេស្រុកដើម្បីប្តឹងបុរសទាំង4នាក់បាននិយាយរៀបរាប់តាមដំណើររឿងលោកមេស្រុកតើយ៉ាងនេះត្រូវបានជាប្រពន្ធរបស់អ្នកណាបុរសដែលយកឈើមកជប់ជារូបមនុស្សចាត់ទុកជាម្ដាយបុរសដែលបានឆ្លាក់សម្រេចជារូបមនុស្សដោយប៉ះស្ទាបនឹងអង្អែលសពរាងកាយត្រូវបាននាងនេះជាប្រពន្ធបុរសដែលសូត្រមន្តគាថាឲ្យមានសាច់ឈាមនិងពណ៌សម្បុរស្រស់ស្អាតចាត់ទុកជាបងចំណែកឯបុរសដែលជប់ឲ្យរស់និងចេះនិយាយប្តីចាត់ទុកជាឪពុកលុះមេស្រុកបានប្រាប់រួចបុរសទាំង4នាក់ក៏សុខចិត្តធ្វើតាមការណែនាំរបស់លោកមេស្រុកព្រឹកមួយកសិករចំណាស់ម្នាក់ឈ្មោះសែមបានយកផ្លាកមួយផ្ទាំងទៅបោះភ្ជាប់នឹងទ្វារចូលដីដ៏ធំរបស់គាត់ផ្លាកនោះសរសេរថាដីសម្រាប់លក់បោះផ្លាករួចអ៊ំសែមក៏ថយក្រោយបន្តិចដើម្បីអានអក្សរនៅលើផ្លាកនោះបន្ទាប់មកគាត់អង្គុយចុះក្រោមដើមឈើមួយដើមភ្លាមនោះមានបុរស2នាក់ជិះរថយន្តទំនើបមួយគ្រឿងមកឈប់នៅពីមុខគាត់បុរសម្នាក់ចុះពីរថយន្តហើយមកសួរគាត់តើដីនេះសម្រាប់លក់មែនឬទេតើអ្នកណាជាម្ចាស់ដីនេះអ៊ំសែមក្រាបឈរហើយនិយាយដោយយឺតបាទនេះជាដីសម្រាប់លក់ហើយវាជារបស់ខ្ញុំអ៊ំសែមបាននាំបុរសទាំងពីរដើរមើលដីនោះនៅពេលឆ្លងកាត់ព្រែកបុរសម្នាក់បាននិយាយយើងនឹងចាក់ដីបំពេញព្រែកនេះហើយសង់អគារនៅលើដីនេះអ៊ំសែមផ្លត់មាត់បំពេញព្រែកដូច្នេះតើកង្កែបនឹងទៅឯណាបុរសម្នាក់ឆ្លើយអូវាអាចនឹងនៅព្រែកផ្សេងទៀតកង្កែបមិនសំខាន់ទេអ៊ំតបវិញប៉ុន្តែវាសំខាន់ព្រោះវាស៊ីសត្វល្អិតដូចជាមូសជាដើមនៅពេលដើរទៅដល់ដើមឈើធំមួយបុរសម្នាក់និយាយយើងនឹងជួលឲ្យគេកាប់ដើមឈើនេះយកមកធ្វើជាអុសលក់បន្ទាប់មកយើងសង់អគារច្រើនទៀតលោកអ៊ំនិយាយតិចកាប់ដើមឈើកន្លែងនេះនឹងប្រែជាក្តៅមិនខានបុរសម្នាក់ឆ្លើយមែនហើយយើងនឹងដាក់ម៉ាស៊ីនត្រជាក់និងកង្ហារនៅក្នុងអគារអ៊ំនិយាយដើមឈើជាមិត្តដ៏ល្អវាសម្អាតខ្យល់នៅពេលអស់ដើមឈើខ្យល់នឹងមិនបរិសុទ្ធទេពួកគាត់នាំគ្នាដើររហូតដល់ទន្លេបុរសម្នាក់និយាយដោយពេញចិត្តល្អណាស់កាកសំណល់ចេញពីរោងចក្រនឹងត្រូវបង្ហូរចូលទន្លេនេះអ៊ំលែងនិយាយអ្វីទាំងអស់ប៉ុន្តែគាត់បានស្រមៃឃើញទន្លេនេះនឹងលេងស្អាតទៀតហើយចំណែកត្រីធំងាប់ដោយសារកាកសំណល់នោះបុរសទាំងពីរបានដកប្រាក់មករាប់ដើម្បីប្រគល់ជូនអ៊ំសែម
ពេលនោះអ៊ំសែមក៏បដូរចិត្តមិនព្រមលក់ដីនោះវិញទេគាត់បានប្រាប់ថាបើគាត់លក់ដីនេះមានន័យថាគាត់បានចូលរួមចំណែកនៅក្នុងការបំផ្លាញបរិស្ថានដែរគាត់ក៏ប្រាប់ទៅបុរសទាំងពីរនោះថា ខ្ញុំមិនលក់ដីនេះទេព្រោះខ្ញុំមិនចង់បំផ្លាញធម្មជាតិឡើយ